ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូថ្មីទៀតហើយវីដេអូថ្មីហើយក៏ជាថ្ងៃថ្មីដែរហើយឥឡូវនេះយើងកំពុងតែនៅខេត្តស្ថានភាពដើម្បីចាំឡានជិះទៅកន្លែងដំណើរកំសាន្តថ្មីមួយតែទីទៀតបងប្អូនទាំងអស់គ្នានឹងដឹងថាជាកន្លែងអីគេហើយមិញហ្នឹងកំពុងតែនាំអ្នកគ្រូផ្លុំចេញផ្សែងព្រោះនៅនេះល្ងាខ្លាំងមែនតើបងប្អូនទាំងអស់គ្នាមកថ្ងៃទី1យប់ឡើងធ្លាក់ប្រលបដ ாய்តមកឥឡូវយើងបានមកដល់កន្លែងដែលយើងមកទស្សនកិច្ចហើយកន្លែងដែលយើងមកនេះគឺកន្លែងផលិតស្រាផ្លែប៉ោមហើយកន្លែងផ្លែស្រាផ្លែប៉ោមនេះគឺគេមានកន្លែងដាំកន្លែងធ្វើនៅនឹងហ្មងអញ្ចឹងមានន័យថាគេប្រមូលផលហើយគឺគេផលិតនៅកន្លែងហ្នឹងផ្ទាល់ហើយកន្លែងសិប្បកម្មគេនេះមានឡើងផងមានចោះផងនិយាយទៅកន្លែងហ្នឹងថាកាច់កង់មិនមែនចូលទៅជារោងចក្រហ្មងឯងបងប្អូនតាគ្នាចូលទៅដូចជាមានផ្លូវក្រោមដីមិនដឹងទេព្រោះដោយសារតែពេលយើងឡើងមកដំបូងហ្នឹងយើងឡើងហើយមកយើងចុះមកក្រោមវិញហើយមកក្រោមនេះគឺច្រើនជាន់មែនតើហើយខាងក្រោមនេះគឺជាប្រភេទស្រាដែលគេបានផលិតជារាប់ពាន់ឆ្នាំមកហើយអញ្ចឹងណាបងប្អូនទាំងគ្នាហើយខាងលើគឺជារូបថតអ្នកដែលបានចូលមកទស្សនា밥 먹을 때 와인이 필수적으로 필요하다는 걸 느꼈습니다. So now you really can see the distilling process. Wow. Can you smell it? Yeah. Oh, it's a heaven. Hai cái này cứ cái đặt plè bom tầng mu mỏ mà bom toàn này cái lực chặt chân tới cái viên tầng rụt trồ mà sân với rập thay cái này nó và tam mơ tam rụt thì tầng tới cứ cái này là bom làng cân plè bom cho nó bom toàn nàyតើពីយើងបានដើរមើលឲ្យគេបញ្យល់ណែនាំនិងមើលឃើញពីសង្វាក់ការផលិតរបស់គេហើយគឺគេឲ្យយើងភ្លក់ម្នាក់បន្តយនិយាយទៅបងប្អូនតាគ្នាបើចាខ្ញុំបរិយាយថាស្រាហ្នឹងរសជាតិយ៉ាងម៉េចទេមើលតែទឹកមុខទៅបានហើយគឺនឹងយល់តែម្ដងចាគឺយើងលិតខនតលិតទៅគឺវិលដល់ភពកាយវិលហើយឈួលទៀតស្រាគេនេះខ្លាំងមែន 어떤 와인 사셨어요? មាត់ចេះថាខ្លាំងណាស់ប៉ុន្តែចាំមកដល់ក្រុមក៏ឲ្យភ្លក់ទីប៉ុន្តែអានេះដូចជា
ចាញ់ជាងនៅមុនហើយមានអារម្មណ៍ថាស្អាតជាងតិចបន្ទាប់ពីយើងមកអង្គុយនៅខាងក្នុងបន្ទប់ហើយនៅខាងក្រៅក៏មានធ្លាក់ភ្លៀងធ្លាក់ប្រលយ៉ាងខ្លាំងហ្មងបងប្អូនគ្នាហើយយើងក៏បានចេញមកដើម្បីស្គាល់រសជាតិប្រលអីចឹងណាហើយប្រលធ្លាក់ច្រើនមែនតើបងប្អូនគ្នាទាំងប្រលផងលេឡំនឹងប្រលទាំងភ្លៀងផងហើយចំពោះអាកាសធាតុនៅនេះវិញណាមួយនាទីដូរ3រដូវភ្លៀងពីភ្លៀងអស់ភ្លៀងជប់ភ្លៀងធ្លាក់ប្រលភ្លៀងទៅវិលមកតែប៉ុណ្្នឹងឯងនេះផ្លែប្លុកនេះក៏ផ្លែប៉ោមាន2ធ្លាក់ប្រលមកហើយនេះកន្លែងនេះទីមួយមកទៅគឺជារោងចក្រផលិតស្រានិងលក់ស្រាហើយខាងមុខនេះគឺមានដីដាំផ្លែឈើគឺផ្លែប៉ោមតែមានរូបផ្លែប៉ោមតំណាងខាងមុខអញ្ចឹងណាបងតាខ្ញុំអត់ដល់ខ្ញុំបន្តពីដីនេះមុននឹងយើងទៅកន្លែងទៅផលិតស្រាផងតែធ្វើពីផ្លែប៉ោមហើយមួយអីផ្សេងទៀតចឹងណាឥឡូវនេះគឺយើងមកវត្តនៅខាងកូរ៉េហើយឥឡូវយើងមកដល់ខាងនោះគេចោះមកចូលទឹកអីចឹងណាអត់មិនធ្លាក់ប្រអូយវាពេលតាមិនធ្លាក់ប្រពីដងបងប្អូនអត់គ្នាហើយឥឡូវនេះវាបាត់ធ្លាក់ប្រនេះទស្សនភាពឥឡូវនេះយើងបានចេញពីកន្លែងផ្លិតស្រាហើយយើងមកញ៉ាំបាយថ្ងៃហើយបន្ទាប់ពីញ៉ាំបាយថ្ងៃយើងនឹងទៅវត្តសរុបស្តាដែលយើងនឹងបង្ហាញនៅវីដេអូក្រោយទៀតអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណដល់បងប្អូនទាំងអស់គ្នាបានទស្សនាតាំងពីដើមរហូតដល់ចប់កុំភ្លេចតាមដានវីដេអូក្រោយៗទៀតបាយបាយ